nhưng mà cái video như thế đấy video này tiếp tụcនឹងការបង្ហាញពីការបង្កើតនៅ user នៅក្រុមជាដំបូងយើងចូលមកកាន់វិធីយើងមកហើយនេះខ្ញុំលុប in វាជារូបបន្តមកខ្ញុំធ្វើការបង្កើតនៅក្រុមគឺខ្ញុំប្រើក្រុម add ដាក់ឈ្មោះក្រុមយើងចង់មកកើតយើងដាក់អីក៏បានដែរអញ្ចឹងចាប់ដើមមកក្រុម add អញ្ចឹងដាក់ IT ចុះតមកខ្ញុំបង្កើតក្រុមមួយទៀតដាក់ ITE ចុះតមកយើងប្រើ Gethen ក្រុម IT ដើម្បីមើលថាវាហ្នឹងបង្កើតវាបានជោគជ័យអត់ចឹងណានេះក្រុម IT របស់យើងគឺវាបង្កើតបានហើយអញ្ចឹងឆែកមើលទៀតទៅនឹងក្រុម ITE តែវាជោគជ័យអត់នេះក្រុម ITE ខ្ញុំក៏ជោគជ័យដែរបន្តមកយើងចូលទៅធ្វើការបង្កើតនៅ user ម្ដងយើងប្រើ user add option M ហើយយើងដាក់ឈ្មោះuser យើងដាក់អ្វីក៏បានដែរដែលយើងចង់ដាក់ចឹងណាអញ្ចឹងយើងចាប់ដើមកើតមកអញ្ចឹងខ្ញុំបង្កើតIT student ទៅហើយខ្ញុំបង្កើតថែមមួយទៀតមកខ្ញុំដាក់ ITE studentបន្ទាប់មកយើងធ្វើការ assign នៅ password ឲ្យ user មួយយើងប្រើ passwd ហើយយើងដាក់ឈ្មោះ user មកដើម្បីមើលដើម្បី pass នៅ password យើងទៅឲ្យនៅ user របស់យើងមួយអញ្ចឹងចាប់ដើមមក passwd យើងមកហើយយើងដាក់ឈ្មោះនៅ user យើងហ្នឹងដើម្បី set នៅ password ឲ្យវាអញ្ចឹងណា IT student នេះវាឲ្យយើងបញ្ចូលនៅ password យើងឯងpassword យើងនេះតតែ strong វាមានលេខវាមានអក្សរវាមានសញ្ញាផ្សេងអញ្ចឹងណាអញ្ចឹងខ្ញុំបញ្ចូល password នេះមកកន្លែង data new password នេះមានន័យថាវាឲ្យយើង confirm នៅ password យើងដាក់មិញហ្នឹងម្ដងទៀតអញ្ចឹងយើង confirm password យើងមកនេះគឺខ្ញុំ assign password ឲ្យវាជោគជ័យហើយជាខ្ញុំ assign password មួយទៀតឲ្យ ITE student នេះដូចតែមុនហ្នឹងយើងដាក់ password ដូចគ្នាបាទនេះជោគជ័យដូចគ្នាបន្ទាប់មកយើងធ្វើការ add នៅ secondary group ដែលយើងប្រើ user mode option AG ហើយយើងដាក់ឈ្មោះនៅ user ឬក៏
group ដែលយើងចង់ឲ្យវាមាន secondary group ចឹងណាអញ្ចឹងយើងចាប់ផ្ដើមបង្កើតវាមក user mode តមកយើងបង្កើតនៅ secondary group នៅ ITE របស់យើងទៀតមកឥឡូវនេះយើងបង្កើតហើយយើងត្រូវការតមកយើងធ្វើការ verify ID ដើម្បីមើលថាយើងបង្កើត secondary group ហ្នឹងវាជោគជ័យអត់អញ្ចឹងយើងចាប់ផ្ដើមមកយើងប្រើ ID ហើយឈ្មោះនៅអ្វីដែលយើងមើលអញ្ចឹងណានៅអ្វីដែលយើងចង់មើល secondary group អញ្ចឹងណាអញ្ចឹងខ្ញុំដាក់ IT student មកនេះ secondary group គឺខ្ញុំបានបង្កើតហើយអីគឺមាន IT student ហើយនិង IT ចឹងខ្ញុំឆៃមើលវាមួយទៀតមក ITE student តើវាជោគជ័យដូច IT យ៉ាងអត់នេះវាចេញមកហើយចឹងមានន័យថាយើងបង្កើត secondary group ហ្នឹងវាជោគជ័យហើយបន្ទាប់មកខ្ញុំធ្វើការដូរនៅ private group យើងប្រើនៅ common group add យើងបង្កើតនៅ private គឺចង់ដាក់ឈ្មោះមិនក៏បានដែរចឹងណាចឹងយើងចូលមកកាន់ command line យើងមកអញ្ចឹងខ្ញុំដាក់ឈ្មោះ primary មួយចុះតោះមកខ្ញុំបង្កើតវាមួយទៀតខ្ញុំដាក់វា primary 2ទៅតោះមកយើងធ្វើការ switch group ចឹងណាដល់យើងប្រើនៅ command line user mode option G primary 1នៅឈ្មោះ user យើងចឹងណាអូខេយើងចាប់ផ្ដើមមក user mode យើងមកតមក option G នេះ primary ដែលយើងបង្កើតវិញមក IT student បន្តមកខ្ញុំធ្វើការបង្កើតនៅមួយទៀតដែរបដូរនៅ user មួយទៀតនៅទៅកាន់ ITE student ជាខ្ញុំប្រើ user មួយទៀតមកឥឡូវ IT student IT student ទៅជា primary 1ហើយនឹង ITE student ទៅជា primary 2តោះមកខ្ញុំធ្វើការបង្កើន file មុនពេលយើងផ្លាស់ប្ដូរខ្ញុំប្រើស៊ូ IT student ដើម្បីបដូរនៅ user ចឹងណាខ្ញុំចាប់តាមមកឥឡូវយើងប្រូ user បានអីតោះមកខ្ញុំបង្កើតនៅ
directory មួយនៅលើ user របស់ខ្ញុំប្រើ mkd there ខ្ញុំដាក់before there តោះមកខ្ញុំបង្កើតនៅ file directory ខ្ញុំដាក់ឈ្មោះខ្ញុំបង្កើតឲ្យ command line attach ខ្ញុំដាក់ before file ទៅតោះមកយើងប្រើ command line ls ដើម្បីមើលនៅ directory យើងបង្កើតមិញថាយើងបង្កើតវាជោគជ័យអត់ចឹងណាអញ្ចឹងខ្ញុំប្រើ ls option l មកនេះវាប្រាប់យើងនេះតាក់ទងនឹង directory យើងហើយនឹង file របស់យើងបែបបង្កើតហើយមិញហ្នឹងគឺវាបង្កើតបានហើយបន្តមកយើងធ្វើការចាក់ចេញវាមកយើងប្រើ command line exit ដើម្បីចាក់ចេញពី user ហ្នឹងឥឡូវយើងមកស្ថិតនៅក្នុង root អី root របស់យើងដដែលហើយខ្ញុំធ្វើការបង្កើតនៅ file យើងបដូរវាមកក្នុង IT student មកគឺប្រើ command line xuống tiền máu option IT student tiền máu ok anh ấy biết chạy dương login ngày nào chứ này log out bắt đầu máu dương thừa ca bất cả được từ máu cái nàyខ្ញុំចង់និយាយតិច directory before និង after មុនយើងផ្លាស់ប្ដូរ primary បើសិន primary យើងនៅក្នុង original នៅ IT student ទេកន្លែងហ្នឹងពេលដែលយើងបង្កើត file IT student ហ្នឹងនៅក្នុង primary មួយបើសិនយើងអត់ដូរ primary ទេកន្លែង primary មួយឈ្មោះ IT student ឈ្មោះ primary បញ្ជាក់ពីការផ្លាស់ប្ដូរកម្មសិទ្ធិរបស់នរណាម្នាក់របស់នរណាគេក្នុងការផ្លាស់ប្ដូរ primary ឬផ្លាស់ប្ដូរកម្មសិទ្ធិរបស់ file ដែលបន្តមកខ្ញុំឲ្យសិទ្ធិទៅលើ IT student ទៅជារូបចឹងណាខ្ញុំចាប់ផ្ដើមបង្កើតនៅ directory យើងមក after ជាមកតមកយើងធ្វើការឆែកយើងបង្កើត file នេះđi after đấy after file tao nói dương thờ ls đi dương cả hai mình nhấn after điện đó lấy nhưng điều hai nhưng tôi ca trên nhờ vì user IT student sẵn nhưng phải bị exit enter máu nếu vì mà chạy ha dương trên vì user IT student ấy nhưng mà lại không được nhỉ tôi máu nhưng tôi ca planner comment user mode ag tôi máu cho comment trước máu user mode option để chí
តមកខ្ញុំធ្វើការបដូរនៅ user មកគឺស៊ូទីទូទៅគេខ្ញុំបដូរហើយបើសិនបើយើងចង់ដឹងថាយើងនៅណាយើងប្រើ sudo who.ami ចឹងចូល command line យើងមក sudo sudo នោះវាដូចគ្នាទេយើងប្រើ who.ami ចាំយើងនៅណាទេណាមកដល់ត្រង់នេះឲ្យយើង verify password យើងដាក់មុនហ្នឹងណាបន្ទាប់ពីយើងដាក់ password ហើយវាបញ្ជាក់ថា ICT student យើងនឹងជា root ដែរអញ្ចឹងខ្ញុំបាយ password ខ្ញុំចូលមកនេះវាបញ្ជាក់ឲ្យថា IT student របស់យើងគឺជា root អរគុណវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេសូមជម្រាបលា